សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីទៀតហើយដែលជាសំណូមពររបស់គ្នាយើងម្នាក់ហើយរឿងដែរមានចំណងជើងថា Carnivoro ដូចនេះបើសិនជាចង់ដឹងថាសាច់រឿងល្អមួយយ៉ាងណានោះតើយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗបន្ថែមទៀតចូលសាច់រឿងរបស់យើងដំបូងយើងឃើញថាក្រុម Furry មួយក្រុមកំពុងតែរត់គេចចេញពីការតាមប្រម៉ែងរបស់ក្រុមទាហានមួយក្រុមកំពុងតែដេញតាមបាញ់ពួកគេផងដែរហើយក្នុងនោះក៏មានសត្វឆ្កែចម្លែកមួយដែលហិតក្លិនពួកគេនិងតាមប្រម៉ាញ់ពួកគេដូចគ្នាហើយក្រុម Furry ទាំងអស់នេះជាក់ស្ដែងគឺពួកគេអាចហោះបានប៉ុន្តែនៅក្នុងព្រៃបែបនេះគឺពួកគេមិនហោះនោះទេដោយសារតែនៅខាងលើគឺមានសំណាញ់ជាច្រើននៅពេលដែលពួកគេហោះហើយប៉ះជាមួយនឹងសំណាញ់ទាំងអស់នោះនឹងធ្វើឲ្យពួកគេស្លាប់ជាមិនខានទន្ទឹមនឹងការរត់នេះដែរក៏មាន Furry ម្នាក់បានដួលស្របពេលនឹងសត្វឆ្កែមួយបំរុងនឹងហក់មកសម្លាប់គេផងដែរប៉ុន្តែត្រូវបាននារីជា Furry ម្នាក់ទៀតហក់មកជួយទាន់ពេលវេលានិងរឹតកសាច់ឆ្កែមួយនោះឲ្យស្លាប់បាត់ទៅហើយនារីម្នាក់នេះគឺជាតួស្រីនៃសាច់រឿងរបស់យើងនឹងឯងហើយនាងមានឈ្មោះថានាតភ្លាមនោះវិញ្ញាណក៏បានរឹតកសាច់ឆ្កែនោះសម្លាប់ចោលដើម្បីទុកឱកាសឲ្យនារីជា Furry ម្នាក់ទៀតរត់ចាក់ចេញពីទីនោះប៉ុន្តែនារីម្នាក់ទៀតហ្នឹងក៏ត្រូវបានទាហានមនុស្សបាញ់សម្លាប់ចោលនៅពេលនោះផងដែរដោយសារតែឃើញទស្សនវិជ្ជាបែបនេះហើយវិញ្ញាណរបស់យើងក៏បានព្យាយាមរត់ចាក់ចេញពីទីនោះស្របពេលនឹងក្រុមទាហានរត់មកទាន់ពួកគេដូចគ្នាហើយយើងឃើញថាក្រុម Furry ផ្សេងទៀតគឺបាត់បង់បង់ជីវិតអស់ហើយនៅសល់តែ Furry ដែលជាវិញ្ញាណរបស់យើងតែប៉ុណ្ណោះភ្លាមនោះនាងក៏បានលោតហក់ចេញពីចន្លងភ្នំនោះហើយហោះមកកាន់កប៉ាល់មួយដែលស្ថិតក្នុងទីនោះដែលកប៉ាល់នេះគឺសម្រាប់ដឹកអ្នកភៀសខ្លួនដើម្បីចាក់ចេញពីទឹកដីមួយនេះផងដែរដែលក្នុងនោះមានសត្វចម្លែកនិងមាន Furry ប្រភេទដូចនាងច្រើនមែនទែនអធិស្ឋានអ្នកទាំងអស់គ្នាខ្ញុំច្រឡំហៅកប៉ាល់គឺសំពៅនៅពេលដែល Furry ដែលជាវិញ្ញាណរបស់យើងបានហោះមកដល់សំពៅមួយនោះពួកគេទាំងអស់គ្នាក៏បានរៀបចំចាក់ចេញពីទីនោះដែលឲ្យវិញ្ញាណរបស់យើងចូលទៅខាងក្នុងតំពៅមួយនោះដើម្បីលាក់ខ្លួនផងដែរហើយស្របពេលនោះក៏មានបុរសម្នាក់ឲ្យសម្បត្តិអ្វីម្យ៉ាងដែលបង្ហាញពីទីតាំងក្រុម Furry ម្នាក់ដែលជា Furry មិត្តភ័ក្តិជាមួយនឹងវិញ្ញាណរបស់យើងដូចគ្នាយប់ឡើងមកដល់សំពៅពួកគេក៏បានធ្វើដំណើររឿងឆ្ងាយបន្តិចមកដែរដែលចិត្តដល់នឹងគោលដៅរបស់ពួកគេទៅហើយប៉ុន្តែក៏មានព្យុះនៅខាងក្រៅនឹងធ្វើការបោកបក់ជាខ្លាំងផងដែរហើយចំណែកនៅក្នុងសំពៅយើងវិញវិញ្ញាណរបស់យើងក៏បានបើកមើលរូបថតបុរសម្នាក់ដែលជាសង្សាររបស់នាងដែលនាងគិតថាបានស្លាប់បាត់ទៅហើយផងដែរហើយបុរសនៅក្នុងរូបថតនេះក៏មានឈ្មោះថា Philo ដែលជាអតីតគូស្នេហាចាស់របស់នាងនឹងឯងភ្លាមនោះសំពៅដែលនាងកំពុងតែធ្វើដំណើរនឹងក៏រងការវាយប្រហារពីសំណាក់ព្យុះយ៉ាងខ្លាំងដែលធ្វើឲ្យសំពៅមួយនេះមានការលេចធ្លាយទឹកចូលមកខាងក្នុងហើយក៏ធ្វើឲ្យសំពៅមួយនេះបានលេចចូលទៅក្នុងសមុទ្របាត់ទៅរួមទាំងនាងផងដែរហើយយើងកាត់មកចូលតួអង្គប្រុសរបស់យើងវិញដែលគាត់មានឈ្មោះថា Philo ដែលជាគូស្នេហ៍របស់តួស្រីវិគិតនឹងឯងដែលបច្ចុប្បន្ននេះគាត់កំពុងតែធ្វើជាប៉ូលីសស៊ើបអង្កេតនៅក្នុងទីក្រុងមួយហើយទីក្រុងនេះមានឈ្មោះថា Burgess sorry ផងអ្នកនរគ្នាបើសិនជាខ្ញុំហៅឈ្មោះខុសអ្នកនរគ្នាហើយនៅក្នុងទីក្រុងហ្នឹងគឺមានសត្វ Furry និងមនុស្សចម្លែកជាច្រើនមានអ្នកខ្លះជាពពែដុសស្នែងខ្លួនជាមនុស្សអីចឹងទៅគឺទីក្រុងទាំងអស់នេះគឺសុទ្ធតែប្រភេទពួកហ្នឹងនឹងលាយឡំជាមួយនឹងក្រុមមនុស្សធម្មតាដូចគ្នាហើយភ្លាមនោះPhilo របស់យើងក៏បានចូលទៅជួយនារីម្នាក់ដែលជាមនុស្សចម្លែកផងដែរដោយសារតែត្រូវបានប៉ូលីសមកក្រុមហ្នឹងធ្វើបាបនាងហើយ Philo របស់យើងក៏បានចូលទៅជួយនឹងចាត់ការប៉ូលីសមួយនោះឲ្យរត់ចាក់ចេញពីទីនោះបាត់ទៅចំណែកតួពលរបស់យើងដែលជា Philo ក៏មកសួរនាំតាក់ទងជាមួយនឹងស្ត្រីម្នាក់ដែលគាត់គឺជាប្រពន្ធរបស់លោក Chantelo ដើម្បីស៊ើបអង្កេតនិងសួរនាំតាក់ទងជាមួយនឹងរឿងក្តីឃាតកម្មមួយដ៏ចម្លែកផងដែរហើយស្ត្រីម្នាក់នេះគឺគាត់មិនចាំអ្វីច្រើនទេគាត់ចាំត្រឹមថាអ្នកបង្កហ្នឹងគឺមានស្នាមសាក់រូបពស់មួយនៅខាងលើដៃស្ដាំរបស់គេតែប៉ុណ្ណោះបន្ទាប់ពីទទួលបានព័ត៌មានមួយចំនួនហើយហ្នឹង Philo របស់យើងក៏បានធ្វើដំណើរចាក់ចេញពីទីនោះទៅចំណែកមានក្មេងប្រុស2នាក់កំពុងតែលេងបាល់សុកនៅខាងជ្រលងភ្នំមួយនេះពួកគេទាំងពីរនាក់ក៏បានប្រទះឃើញសព Furry ជាច្រើនដែលសព Furry ទាំងអស់នេះគឺជាគ្នាដែលបានធ្វើដំណើរជាមួយនឹងតួស្រីរបស់យើងអ្នកនរគ្នាតាមរយៈសំពៅហើយសំពៅមួយហ្នឹងគឺបានលេចហើយនឹងបោកបក់សពពួក Furry និងមនុស្សជាច្រើនអ្នកហ្នឹងគឺមកទៅនៅលើកោះមួយនេះនឹងឯងដែលកោះមួយនេះគឺស្ថិតក្នុងទីក្រុងរបស់តួប្រុសរបស់យើងដូចគ្នាហើយក្នុងចំណោមនោះក៏មានវត្តមានតួស្រីរបស់យើងបានទៅមកអណ្ដែតនៅទីនេះផងដែរបន្ទាប់ពីនោះតួស្រីរបស់យើងដែលជាវិញ្ញាណក៏បានត្រូវប៉ូលីសដើម្បីយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំតាក់ទងជាមួយនឹងរឿងដែលបានកើតឡើងទៅលើពួកគេទាំងអស់គ្នាអញ្ចឹងដោយសារតែពួក Furry ទាំងអស់ហ្នឹងគឺបានស្លាប់អស់ហើយនៅសល់តែតួស្រីរបស់យើងតែម្នាក់ប៉ុណ្ណោះភ្លាមនោះបុរសម្នាក់ដែលមានឈ្មោះថាអេរ៉ាក៏មកទីនេះដើម្បីសួរនាំតាក់ទងជាមួយនឹងសំពៅមួយផងដែរគឺគាត់មកដើម្បីសួរនាំនិងទទួលយកអីវ៉ាន់សេសសលមួយចំនួនតាក់ទងជាមួយនឹងសំពៅមួយនេះដោយសារតែគាត់គឺជាកូនប្រុសនៃម្ចាស់សំពៅមួយនេះដូចគ្នាបន្ទាប់ពីនោះប៉ូលីសក៏បានប្រាប់តាមដំណើរតាមតងទៅគឺសំពៅមួយនេះគឺបានតិចឲ្យគ្មានសល់អ្វីទេគឺសល់តែតួស្រីរបស់យើងតែម្នាក់តែប៉ុណ្ណោះភ្លាមនោះបុរស
អេរ៉ាហ្នឹងក៏បានយកវត្តមានតួស្រីរបស់យើងយកមកធ្វើជាអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់តែម្ដងហើយក្នុងផ្ទះនេះក៏គាត់មានប្អូនស្រីម្នាក់ផងដែរដែលនាងមានឈ្មោះថា Imogen ហើយ Imogen ម្នាក់នេះគឺជាមនុស្សស្រីដែលចូលចិត្តនិយាយច្រើនមែនទែនដែលធ្វើឲ្យតួស្រីរបស់យើងជាវិកនេះមានការធុញទ្រាន់ជាខ្លាំងកាត់មកតួប្រុសរបស់យើងដែលជា Philo វិញពេលនេះគឺគាត់កំពុងតែរួមមេត្រីជាមួយនឹងនារីម្នាក់ដែលជាប់ក្នុងបន្ទប់របស់គាត់ផងដែរដែលគាត់មិនទាន់ដឹងនៅឡើយទេតើតួស្រីរបស់យើងបានមកដល់ទឹកដីមួយនេះដូចគ្នាចំណែកឯវិញ្ញាណវិញកំពុងតែធ្វើការបម្រើនៅក្នុងផ្ទះអេរ៉ាសុកហ្នឹងគាត់ក៏បានយកដបទឹកអប់មួយដើម្បីចាក់ទឹកអប់នោះចោលហើយដើម្បីឲ្យនារីដែលជា Imogen ហ្នឹងប្រើនាងទៅទិញទឹកអប់នៅខាងក្រៅដែលទុកពេលឲ្យនាងអាចចាក់ចេញពីផ្ទះមួយនេះដើម្បីទៅរកមិត្តភ័ក្តិរបស់នាងផងដែរទីបំផុតនាងក៏បានរកឃើញវត្តមានមិត្តភ័ក្តិរបស់នាងពិតមែនដែលនាងធ្វើជានារីលក់ខ្លួននៅក្នុងតំបន់មួយនេះមូលហេតុដែលនាងអាចមករកឃើញមិត្តភ័ក្តិរបស់នាងនឹងគឺប្រើតាមរយៈអាសបុតមួយដែលបរិមម្នាក់នៅលើសំពៅឲ្យនាងអ្នកនរគ្នាបន្ទាប់ពីនិយាយជាមួយគ្នាបានមួយសន្ទុះនឹងមិត្តភ័ក្តិរបស់នាងក៏បានប្រាប់ការពិតទៅវិនិច្ឆ័យរបស់យើងដោយប្រាប់តាក់ទងជាមួយនឹង Philo ដែលជាតួប្រុសរបស់យើងនឹងគឺមិនទាន់ស្លាប់នៅឡើយទេដែលធ្វើឲ្យវិនិច្ឆ័យរបស់យើងមានការឈឺចាប់ជាខ្លាំងដោយសារតែ Philo មិនទាន់ស្លាប់មិនដែលទៅរកនាងសូម្បីតែម្ដងឡើយអស់រយៈពេល7ឆ្នាំមកហើយកាត់មកចូលប្លង់ថ្មីតាក់ទងជាមួយនឹងអេរ៉ានិងប្អូនស្រីរបស់ខ្លួនដែលជា Imogen ហ្នឹងគឺបានមកផ្ទះអ្នកចិត្តខាងមួយដោយសារតែដឹងថាផ្ទះអ្នកចិត្តខាងនេះគឺជាអ្នកមានជាខ្លាំងដូច្នេះហើយដោយសារតែពីរអ្នកបងប្អូននេះគឺចូលចិត្តអ្នកមានពួកគេទាំងពីរនាក់ក៏មកសួរនាំដើម្បីធ្វើការអូកាឡានិងសួរនាំព័ត៌មានមួយចំនួនហើយនឹងបង្កើតភាពសិចស្នាលជាមួយអ្នកចិត្តខាងដែលជាអ្នកមាននោះផងដែរប៉ុន្តែពួកគេត្រូវបានខកចិត្តទៅវិញដោយសារតែម្ចាស់វិមានឬជាអ្នកចិត្តខាងដែលមានមួយនោះគឺជាមនុស្សចម្លែកនឹងឯងដោយគាត់មិនមែនជាមនុស្សធម្មតាដូចពួកគេនោះទេកាត់ចូលឈុតថ្មីតាក់ទងជាមួយនឹងមិត្តភ័ក្តិរបស់តួស្រីរបស់យើងដែលនាងមានឈ្មោះថា Thomalan នេះកំពុងតែបម្រើសេវាកម្មទៅឲ្យបុរសម្នាក់ផងដែរប៉ុន្តែបន្ទាប់ពីពួកគេសម្រេចសេវាកម្មរួចរាល់មកបុរសម្នាក់នោះក៏បានងើបទៅជួសនោមប៉ុន្តែក៏ត្រូវបានជនមិនស្គាល់មុខពីរនាក់ហ្នឹងធ្វើការវាយនិងចាប់ខ្លួនវត្តមានបុរសម្នាក់នោះយកទៅទីណាដោយអត់កំបាំងផងដែរកាត់មកចូលតួប្រុសរបស់យើងដែលជា Philo វិញពេលនេះគឺគាត់មកបារមួយកន្លែងដើម្បីធ្វើការផឹកស្រាប៉ុន្តែភ្លាមនោះគាត់ក៏បានព្យាយាមធ្វើស្រារបស់គាត់ឲ្យកំពប់ទៅលើបុរសម្នាក់និងបានឆ្លៀតឱកាសលួចមើលដៃបុរសម្នាក់នោះហើយគាត់ក៏បានឃើញស្នាមសាក់ពោះដែលនារីម្នាក់ដែលជាស្ត្រីរងគ្រោះហ្នឹងគឺបានប្រាប់គាត់ពិតប្រាកដមែនដូច្នេះបុរសម្នាក់នេះហើយគឺតាក់ទងនឹងពាក់ព័ន្ធជាមួយនឹងរឿងក្តីឃាតកម្មដែលគាត់បានស៊ើបនឹងឯងភ្លាមនោះបុរសម្នាក់នោះក៏បានយកដបដែលនៅក្បែរនឹងដៃរបស់គាត់ហ្នឹងមកវាយ Philo របស់យើងឲ្យរបួសនិងរត់ចាក់ចេញពីទីនោះបាត់ទៅចំណែកឯ Philo របស់យើងក៏មិននៅយូរដែរគឺបានរត់ដេញតាមបុរសម្នាក់នោះរហូតដល់ផ្លូវទាល់មួយដែលធ្វើឲ្យបុរសម្នាក់នោះគឺមិនអាចរត់ទៅមុខទៀតបានឡើយដោយអស់ជំរឿសបែបនេះហើយបុរសម្នាក់នោះក៏ត្រឡប់មកបែរនិយាយជាមួយនឹងតួប្រុសរបស់យើងដែលជា Philo នឹងឯងហើយនៅពាក្យចុងក្រោយដែលគាត់បាននិយាយដែរគឺគាត់ប្រាប់ថាស្ដេចនៃភាពងងឹតឬក៏ទេវតានៃភាពងងឹតគឺបានភ្ញាក់រលឹកមកវិញហើយដូច្នេះរឿងទាំងអស់ដែលបានកើតឡើងនេះវាគ្រាន់តែជាការចាប់ផ្ដើមនៃឈុតដំបូងតែប៉ុណ្ណោះហើយភ្លាមនោះបុរសម្នាក់នោះក៏បានលោតសម្លាប់ខ្លួននៅទីនោះឲ្យស្លាប់បាត់ទៅចំណែកឯវិញ្ញាណដែលជាតួស្រីរបស់យើងវិញកំពុងតែធ្វើការសុកនាងក៏បានលួចយកកូនកំបិតមួយបង្កប់នៅក្នុងកៅអៅរបស់នាងហើយក៏បានលួចចាក់ចេញពីផ្ទះរបស់លោកអេរ៉ាហ្នឹងទៅកាន់ទីតាំងកន្លែងណាមួយមិនទាន់ដឹងនៅឡើយនោះទេប៉ុន្តែប្រហែលជានាងទៅរកតួប្រុសរបស់យើងដើម្បីនិយាយឲ្យដឹងគ្នានឹងឯងចំណែកឯតួប្រុសរបស់យើងដែលជា Philo នេះវិញនៅពេលដែលគាត់បានមកដល់ផ្ទះរបស់គាត់ហ្នឹងគឺគាត់ឃើញនារីម្នាក់ដែលជានារីរួមផ្ទះជួលរបស់គាត់ដែលធ្លាប់បានគេងជាមួយគាត់ហ្នឹងបានមកដេកចាំនៅលើគ្រែរបស់គាត់រួចជាស្រេចប៉ុន្តែចំណែក Philo វិញដោយសារតែថ្ងៃនេះគឺគាត់មានបញ្ហាជាច្រើននិងជួបរឿងជាច្រើនផងដែរគាត់ក៏បានបដិសេធអំពីសំណើមួយនេះហើយក៏បានបណ្ដេញនាងឲ្យចាក់ចេញពីផ្ទះរបស់គាត់បាត់ទៅចំណែកនារីម្នាក់នោះមានការខឹងសម្បោរជាមួយនឹង Philo របស់យើងជាខ្លាំងដោយគិតថា Philo បានស៊ីហើយក៏វត្តនំចោលចំណែកឯ Philo របស់យើងគាត់កំពុងតែគេងស្រុកហ្នឹងក៏ស្រាប់តែវិនិច្ឆ័យបានហោះមកកន្ទ្រប់ពីលើគាត់និងភ្ជង់កំបិតលើករបស់គាត់ផងដែរហើយនឹងបានសួរនាំតាក់ទងជាមួយនឹងហេតុអ្វីបានជា Philo មិនដែលទៅរកនាងនិងបានធ្វើជាស្លាប់ដើម្បីគេចវេះចេញពីនាងផងដែរហើយចំណែក Philo វិញគឺគាត់មិនមានចម្លើយឲ្យទៅលើវិញ្ញាណនោះទេដោយសារតែការស្លាប់របស់គាត់ហ្នឹងគឺគាត់បានរៀបចំនិងធ្វើពិតប្រាកដមែនគឺគាត់មិនបានស្លាប់នោះទេប៉ុន្តែគឺគាត់រៀបឈុតឆាកដើម្បីឲ្យវិញ្ញាណរបស់យើងមានការយល់ច្រឡំមកលើគាត់តែប៉ុណ្ណោះ
ភ្លាមៗនោះគាត់ក៏បានព្យាយាមលួងលោមវិញ្ញាណរបស់យើងដូចគ្នាប៉ុន្តែវិញ្ញាណរបស់យើងដោយសារតែគិតឈឺចាប់ហ្នឹងគឺមិនចាញ់នឹងពាក្យលួងលោមរបស់គាត់នោះទេហើយនាងក៏បានហោះចាក់ចេញពីទីនោះបាត់ទៅហើយគាត់ក៏បានបន្សល់ទុកពាក្យថាប្រសិនជាផៃឡូរបស់យើងស្លាប់ដោយអ្វីដែលគាត់បានកុហកនោះគឺពិតជាសមខ្លាំងណាស់ចំណែកនារីម្នាក់ដែលជា fairy ដូចគ្នាហើយនាងកំពុងតែដើររើសដែកនិងសម្ភារៈផ្សេងៗដើម្បីយកទៅលក់ភ្លាមៗនោះនាងក៏បានដើរមកដល់រូងមួយដែលជារូងអូអ្នកនរគ្នារូបប្រភេទរូងអូដែលនៅជាប់មាត់ស្ទឹងហើយភ្លាមនោះនាងក៏បានឮសំឡេងក្រហមអ្វីម្យ៉ាងចេញពីរូងមួយនោះភ្លាមនាងក៏បានបំរុងនឹងហោះចាក់ចេញពីទីនោះបាត់ទៅហើយប៉ុន្តែក៏ត្រូវបានសត្វចម្លែកអ្វីមួយដែលមានមាឌយ៉ាងធំនោះហោះមកចាប់ជើងរបស់នាងហើយនឹងទាញនាងចូលទៅរូងនោះបាត់ទៅហើយសាច់រឿងក៏មិនទាន់បង្ហាញមុខមាត់ពិតប្រាកដអំពីសាច់មួយនេះផងដែរនឹងបង្ហាញថាសត្វនេះគឺជាសត្វអ្វីពិតប្រាកដនោះឡើយហើយភាគ1របស់យើងគឺបានបញ្ចប់នៅត្រឹមនេះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងតាមដានភាគ2បន្ថែមទៀតដោយសារតែរឿងនេះវាចាប់ផ្ដើមល្អមើលទៅហើយជាចុងក្រោយអរគុណដល់អ្នកទាំងអស់គ្នាជួបគ្នានៅវគ្គ2បន្ថែមទៀតវគ្គ2នេះចាប់ផ្ដើមឡើងដោយអ្វីនេះរបស់យើងបានធ្វើការហោះចេញពីផ្ទះរបស់តួប្រុសរបស់យើងដែលជាផៃឡូស្របពេលដែលនាងធ្វើដំណើរហោះនោះក៏ជួបជាមួយនឹងប៉ូលីសដើរល្បាតមួយផងដែរហើយប៉ូលីសនោះក៏ព្យាយាមដេញតាមចាប់នាងផងដែរដោយសារតែទីក្រុងនេះគឺគេមិនអោយមនុស្សដែលមានសមត្ថភាពពិសេសឬក៏មនុស្សចម្លែកទាំងអស់នោះប្រើប្រាស់សមត្ថភាពរបស់ពួកគេដែលមានឬក៏ប្រើប្រាស់វិធានមុននោះទេដោយសារតែនៅពេលដែលពួកគេប្រើប្រាស់អញ្ចឹងគឺវាមានការលំអៀងរវាងជាមួយនឹងពួកមនុស្សដែលមានសមត្ថភាពផ្សេងៗហ្នឹងជាមួយនឹងមនុស្សយើងធម្មតាដូច្នេះហើយនៅទីក្រុងនេះគឺគេចងច្បាប់នឹងមកបើសិនជាអ្នកណាហ៊ានប្រព្រឹត្តខុសនឹងទទួលទោសជាមិនខានប៉ុន្តែចំណែកវិញ្ញាណរបស់យើងក៏កិច្ចពីប៉ូលីសនោះបានដោយជោគជ័យនិងចូលមកផ្ទះរបស់អ៊ីរ៉ាបានដោយជោគជ័យផងដែរកាត់មកលើផៃឡូរបស់យើងវិញពេលនេះគឺគាត់ទទួលបានខេសថ្មីមួយទៀតហើយគឺតាក់ទងជាមួយនឹងសពនារីម្នាក់ដែលត្រូវបានសត្វចម្លែកធ្វើការវាយប្រហារតាំងពីវគ្គ1នោះឯងហើយចំណែកសាកសពរបស់នារី fairy ម្នាក់នេះវិញមានការគួរឲ្យខ្លាចជាខ្លាំងដោយសារតែសាកសពទាំងមូលហ្នឹងគឺបានកាត់ជាចំណែកនិងវះយកគ្រឿងក្នុងចេញផងដែរបន្ទាប់ពីនោះដោយសារតែមិនមានជំរើសអីច្រើនហ្នឹងផៃឡូរបស់យើងក៏បានទៅសួរបុរសម្នាក់ដែលជាមិត្តភក្តិជិតស្និទ្ធជាមួយនឹងស្ត្រីដែលត្រូវបានសម្លាប់នោះហើយក្នុងផ្ទះបុរសម្នាក់នោះដែរគឺមានសត្វចម្លែកតូចៗជាច្រើនផងដែរដោយសារតែគាត់គឺជាអ្នកសម្ដែងល្ខោនដោយប្រើប្រាស់សត្វតូចៗទាំងអស់នោះសម្ដែងជំនួសគាត់ប៉ុន្តែនៅពេលដែលផៃឡូរបស់យើងសួរនាំមកសតូហ្នឹងក៏មានទទួលបានព័ត៌មាននេះផ្សេងដែរដោយសារតែបុរសម្នាក់នេះគឺមិនដឹងរឿងច្រើនតាក់ទងជាមួយនឹងស្ត្រីម្នាក់នោះឡើយប៉ុន្តែគាត់ត្រឹមតែដឹងថាស្ត្រីម្នាក់នោះគឺមិនមានចំនួនជាមួយអ្នកណានោះឡើយអញ្ចឹងការស្លាប់របស់គាត់នេះគឺមិនតាក់ទងជាមួយនឹងវិវាទឬក៏ការឆ្លោះគ្នានោះទេបន្ទាប់ពីទទួលព័ត៌មានបានមួយចំនួនហ្នឹងផៃឡូរបស់យើងក៏បានធ្វើដំណើរចាក់ចេញពីផ្ទះបុរសនោះចំណែកឯគ្រួសាររបស់អ៊ីរ៉ាហើយនិងអ៊ីមេហ្គែននេះវិញបច្ចុប្បន្ននេះគឺកំពុងហៅមន្ត្រីម្នាក់ដើម្បីមកដាក់ពាក្យដើម្បីរករឿងបុរសម្នាក់ដែលគាត់មានស្នេហ៍ប្រពែដែលជាអ្នកចិត្តខាងរបស់ពួកគេថ្មីនឹងឯងដោយសារតែពីរអ្នកនេះមានការរើសអើងចំពោះបុរសម្នាក់នោះជាខ្លាំងដោយសារតែប្រភេទពួកមនុស្សដែលមានស្នេហ៍ប្រពែអញ្ចឹងឬក៏មនុស្សចម្លែកហ្នឹងភាគច្រើនគឺមិនមែនសុទ្ធតែជាអ្នកមានទេគឺសុទ្ធតែជាអ្នកក្រតែប៉ុណ្ណោះប៉ុន្តែចម្លែកបុរសម្នាក់នេះបែរជាគាត់មានទ្រព្យសម្បត្តិយ៉ាងច្រើនហើយជាអ្នកមានទៅវិញដូច្នេះហើយពីរអ្នកបងប្អូននេះគឺមានការចំណែននឹងឲ្យមន្ត្រីម្នាក់នោះដើម្បីរករឿងបុរសដែលជាអ្នកចិត្តខាងនេះឲ្យចាក់ចេញពីទីនោះចំណែកឯខាង Termaland ពេលបច្ចុប្បន្ននេះវិញគឺត្រូវបានកូនចៅម្នាក់ដែលជាទាហានហើយជាកូនចៅរបស់ចៅហ្វាយក្រុមផងដែរដែលបានមកទីនេះដើម្បីរកវត្តមានបុរសម្នាក់ដែលបានយកសេវាកម្មជាមួយនាងតាំងពីវគ្គ1នោះឯងហើយត្រូវបានគេចាប់ខ្លួនអ្នកនរគ្នាការពិតបុរសម្នាក់នេះគឺជាកូនប្រុសបង្កើតរបស់ចៅហ្វាយក្រុងនៅប្រចាំទីក្រុងនេះផ្ទាល់ចំណែកឯបុរសម្នាក់នោះត្រូវបានគេចាប់យកមកចងនិងឃុំឃាំងទុកនៅតំបន់មួយដែលមិនមានអ្នកណាដឹងនោះឡើយហើយយើងក៏មិនទាន់ដឹងដែរតើគេចាប់គាត់មកធ្វើដើម្បីអ្វីប៉ុន្តែមិនយូរប៉ុន្មានដំណឹងនៃការបាត់កូនប្រុសក៏លើដល់ចៅហ្វាយក្រុមមួយនេះដែលធ្វើឲ្យគាត់មានការខឹងសម្បាល់ជាមួយនឹងកូនចៅរបស់គាត់ជាខ្លាំងដោយសារតែគាត់ខំទុកចិត្តដើម្បីឲ្យមើលកូនប្រុសរបស់គាត់ប៉ុន្តែកូនប្រុសរបស់ខ្លួនត្រូវបានគេចាប់ខ្លួនដោយមិនដឹងពីមូលហេតុទៅវិញចំណែកអ៊ីម៉ូហ្គែនវិញបច្ចុប្បន្ននាងកំពុងតែធ្វើដំណើរដើរលេងតាមដងវិថីស្រុកក៏សាប់តែមេឃភ្លៀងទន្ទឹមនឹងពេលនោះនាងក៏ភ្លេចយកឆ័ត្ររបស់នាងមកជាមួយផងដែរហើយនាងក៏ព្យាយាមសុំជំនួយពីអ្នកដទៃដូចគ្នាប៉ុន្តែមិនមានអ្នកណាជួយនាងនោះទេមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់យកឆ័ត្រឲ្យនាងទទួលហើយនៅពេលដែលនាងក្រឡេកមើលមុខទៅគឺជាបុរសម្នាក់ជាអ្នកចិត្តខាងដែលនាងរើសអើងជាខ្លាំងនោះតែប៉ុណ្ណោះដែលរឿងនេះហើយធ្វើឲ្យនាងមិនទទួលយកជំនួយពីបុរសម្នាក់នោះឡើយដោយសារតែនាងមានការរើសអើងជាខ្លាំងចំណែកបុរសអ្នកមានម្នាក់នេះវិញគឺគាត់មានឈ្មោះថាអេគ្រូស
ចំណែកឯ Philo របស់យើងវិញបច្ចុប្បន្នគឺគាត់មកមើលសាកសពនារីម្នាក់ដែលជាជនរងគ្រោះត្រូវបានវិសាចចម្លែកត្រូវបានសត្វចម្លែកនោះធ្វើការវាយប្រហារនោះប៉ុន្តែពួកគេនៅតែមិនទាន់អាចរកតម្រុយឃើញពិតប្រាកដថាតើការវាយប្រហារមួយនេះគឺចេញពីសំណាក់សត្វអ្វីឲ្យពិតប្រាកដឬក៏ជាមនុស្សឲ្យពិតប្រាកដនោះឡើយទេហើយមូលហេតុដែលសាកសពនេះអាចផ្គុំចូលគ្នាវិញបានគឺដោយសារតែលោកតាម្នាក់ដែលគាត់ជាគ្រូពេទ្យហើយគាត់ជាប្រពែដែរហ្នឹងគឺគាត់បានវះកាត់សំទោសបានដេភ្ជាប់អាត្រីរាងកាយរបស់នារីម្នាក់នោះឲ្យភ្ជាប់នេះវិញហើយយើងក៏លេចមកមើលតាក់ទងជាមួយនឹងវិញ្ញាណរបស់យើងវិញនាងកំពុងតែធ្វើការនៅផ្ទះសុកហ្នឹងក៏ស្រាប់តែអេរ៉ាហ្នឹងមកពីខាងក្រោយខ្នងហើយចង់ធ្វើការរំលោភបំពានទៅកាន់រាងកាយរបស់នាងប៉ុន្តែនាងក៏ព្យាយាមរើបំរាស់ដើម្បីកុំឲ្យអេរ៉ាហ្នឹងធ្វើរឿងទាំងនោះទៅលើនាងផងដែរប៉ុន្តែអេរ៉ាហ្នឹងនៅតែព្យាយាមបង្ខំវិញ្ញាណរបស់យើងទៀតដូច្នេះហើយដោយសារតែទុកកំហឹងមិនជាប់ហ្នឹងវិញ្ញាណក៏បានទាញយកអាចារ្យមួយដែលនៅចិត្តនោះហ្នឹងមកវាយធ្វើឲ្យអេរ៉ាហ្នឹងប្រឡែងដៃហើយនាងទុកឱកាសឲ្យនាងអាចរត់ចាក់ចេញពីទីនោះបាត់ទៅប៉ុន្តែនៅពេលដែលអ្នកបម្រើនៅផ្ទះនេះនិងប្អូនស្រីរបស់គាត់ចុះមកហ្នឹងគាត់បែរជាកុហកពួកនោះថាវិញ្ញាណហ្នឹងមានបំណងចង់លួចទ្រព្យសម្បត្តិរបស់ពួកគេទៅវិញបន្ទាប់ពីនោះមីនីតរបស់យើងក៏បានមករកមិត្តភ័ក្តិរបស់ខ្លួនដែលជា Thermaland នេះដើម្បីសុំការងាររបស់ Thermaland ហ្នឹងធ្វើដូចជា Thermaland ដែរគឺធ្វើជានារីបម្រើការផ្លូវភេទនឹងឯងប៉ុន្តែចំពោះ Thermaland វិញគឺមិនយល់ព្រមសំណើមួយនេះនោះទេប៉ុន្តែនាងក៏ផ្ដល់ជម្រើសថ្មីដើម្បីឲ្យវិញ្ញាណរបស់យើងដើម្បីទៅធ្វើការផ្សេងផងដែរចំណែកវិញ្ញាណវិញដោយសារតែអស់ជម្រើសផងបច្ចុប្បន្ននាងមិនដឹងថានាងគួរតែធ្វើអ្វីនឹងដើរទៅណានោះទេដូច្នេះហើយនាងក៏យល់ព្រមជាមួយនឹងសំណើមួយនេះផងដែរណែឯខាងលោកចៅហ្វាយក្រុងវិញពេលបច្ចុប្បន្នប្រពន្ធរបស់គាត់ក៏បាននាំយកស្ត្រីមេធ្មប់ម្នាក់ដើម្បីឲ្យមករកកូនប្រុសរបស់ខ្លួនដែលបានបាត់ខ្លួននោះដោយសារតែប៉ូលីសគឺមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកវត្តមានកូនប្រុសពួកគេនោះទេប៉ុន្តែដំបូងហ្នឹងគឺចៅហ្វាយក្រុងហ្នឹងគឺមិនព្រមជាមួយនឹងសំណើមួយនេះនោះទេដោយសារតែច្បាប់នៅក្នុងក្រុងមួយនេះគឺមិនអនុញ្ញាតឲ្យប្រើប្រាស់វិតាមុនឬក៏ផ្លូវកង្កត់អីនឹងទាំងអស់នោះទេប៉ុន្តែមួយសន្ទុះក្រោយមកប្រពន្ធរបស់គាត់ក៏បានបញ្ចុះបញ្ចូលគាត់ហើយគាត់ក៏ព្រមយល់ព្រមជាមួយនឹងសំណើមួយនេះហើយការប្រើប្រាស់វិតាមុននៃធ្មប់មួយនេះហ្នឹងគឺត្រូវសម្លាប់ខ្លាឃ្មុំដែលជាខ្លាឃ្មុំសំណប់ចិត្តដែលគាត់ចិញ្ចឹមនោះឯងបន្ទាប់ពីនោះមេធ្មប់មួយនោះក៏ប្រើប្រាស់វិធីរបស់ខ្លួនដើម្បីធ្វើការប្រមាលមើលក៏ដូចជាទុះទាយមើលពីទីកន្លែងកូនប្រុសរបស់ខ្លួននិងអ្នកណាដែលចាប់កូនប្រុសរបស់ខ្លួនឲ្យពិតប្រាកដនោះហើយទីបំផុតហ្នឹងមេធ្មប់អ្នកនោះក៏បាននិយាយប្រាប់ទៅកាន់ចៅហ្វាយក្រុមរបស់យើងតាក់ទងជាមួយអ្នកដែលចាប់ហ្នឹងគឺជាបុគ្គលម្នាក់ដែលបានធ្វើការជាមួយនឹងគាត់ក៏ដូចជាបានឈរប្រឆាំងជាមួយនឹងគាត់នោះឯងតែរឿងនេះហើយធ្វើឲ្យចៅហ្វាយក្រុមហ្នឹងចាប់ដើមដឹងថាអូប្រហែលជាបុរសម្នាក់ដែលតែងតែមានរឿងជាមួយនឹងគាត់និងឆ្លោះជាមួយនឹងគាត់រហូតនោះនៅពេលកន្លែងធ្វើការរបស់គាត់នោះឯងបុរសម្នាក់នោះគឺជាបកប្រឆាំងមួយក្នុងចំណោមបកប្រឆាំងទាំងអស់តែប្រឆាំងជាមួយនឹងការងាររបស់គាត់ដូចគ្នាបន្ទាប់ពីនោះវិនិច្ឆ័យរបស់យើងក៏បានចូលមកធ្វើការជាមួយនឹងក្រុម Furry មួយក្រុមហ្នឹងដែលជាក្រុមដែល Thermaland បានណែនាំឲ្យវិនិច្ឆ័យរបស់យើងចូលមកធ្វើការនោះឯងហើយចំពោះក្រុមនេះដែរគឺជាក្រុមប្រឆាំងជាមួយនឹងគោលការណ៍ច្បាប់ដែលមិនឲ្យប្រើប្រាស់វិតាមុននិងប្រើប្រាស់សមត្ថភាពរបស់ពួកគេនឹងឯងហើយក្រុមនេះដែរត្រូវដឹកនាំដោយស្ត្រីម្នាក់ដែលជាប្រភេទ Furry ដូចនឹងវិនិច្ឆ័យរបស់យើងដូចគ្នាហើយស្ត្រីម្នាក់នោះកំពុងតែចាប់បានជនក្បត់មួយផងដែរភ្លាមៗនោះនាងក៏បានចងស្លាបរបស់ Furry មួយហ្នឹងហើយទម្លាក់ Furry មួយហ្នឹងសម្រាប់ចោលតែម្ដងហើយការងារដំបូងដែលស្ត្រីម្នាក់នេះឲ្យទៅលើវិញ្ញាណរបស់យើងធ្វើការនោះគឺទៅដកទង់ជាតិមួយដែលចងនៅលើកន្លែងប៉ូលីសធ្វើការនឹងឯងដើម្បីតែសមត្ថភាពថាវិញ្ញាណរបស់យើងអាចធ្វើការខ្លាំងឬក៏អាចធ្វើការបានដោយកម្រិតណាដែលការងារទាំងអស់សុទ្ធតែជាការងារប្រឆាំងនឹងក្រមប៉ូលីសនិងប្រឆាំងនឹងច្បាប់ផងដែរចំណែកវិនិច្ឆ័យវិញដោយមិនគិតយូរនឹងនាងក៏បានយល់ព្រមជាមួយនឹងសំណើមួយនេះផងដែរហើយយើងក៏លេខមកមើលបងប្អូនអ៊ីរ៉ាវិញក្នុងពេលបច្ចុប្បន្នពួកគេទាំងពីរនាក់កំពុងមកដាក់ពាក្យបណ្ដឹងទៅកាន់វិនិច្ឆ័យរបស់យើងដោយពួកគេចោទប្រកាន់ថាវិនិច្ឆ័យរបស់យើងនឹងបានលួចទ្រព្យសម្បត្តិនៃផ្ទះរបស់ពួកគេហើយនឹងតំនឹងដូចគ្នាផងដែរហ្នឹងផៃឡូរបស់យើងក៏បានលើអំពីការសន្ទនាមួយនេះទាំងអស់គ្នាតែម្ដងដូច្នេះហើយគាត់ក៏បានទៅផ្ទះរបស់អេរ៉ាហើយនឹងអ៊ីម៉ូហ្គេនហ្នឹងដើម្បីធ្វើការចរចាក៏ដូចជាឲ្យប្រាក់មួយចំនួនទៅកាន់ពួកគេទាំងពីរនាក់ដើម្បីដកពាក្យបណ្ដឹងកុំឲ្យប្តឹងទៅកាន់វិនិច្ឆ័យវិញហើយចំពោះអាប៉ែអេរ៉ាវិញក៏ទទួលយកសំណើមួយនេះផងដែរដោយសារតែពួកគេកំពុងត្រូវការលុយជាខ្លាំងហើយភ្លាមនោះផៃឡូរបស់យើងក៏ដឹងថាការពិតទៅពាក្យបណ្ដឹងដែលពួកគេទាំងពីរនាក់បានចោទកាន់ទៅ
ទៅលើវិញ្ញាណហ្នឹងគឺពួកគេទាំងពីរអ្នកក៏ហក់បលិសតែប៉ុណ្ណោះដោយសារតែគាត់ដឹងពីចរិតរបស់វិញ្ញាណខ្លាំងមែនទែនដែលរឿងនេះហើយធ្វើឲ្យអាប៉ាអ៊ីរ៉ាហ្នឹងមានការស្រឡាញ់កាន់ជាខ្លាំងបន្ទាប់ពីនោះពីរអ្នកបងប្អូននេះក៏ធ្វើការជួបគ្នាជាខ្លាំងផងដែរអំពីរឿងចំណូលឬក៏ថវិការបស់ពួកគេនឹងឯងដោយសារតែពួកគេក្នុងពេលបច្ចុប្បន្ននេះគឺត្រូវបានខ្សែធនទៅហើយពួកគេមិនមានប្រាក់ចំណូលអីច្រើននោះទេហើយទ្រព្យសម្បត្តិដែលនៅសេសសល់វិញគឺសល់ត្រឹមតែផ្ទះមួយនេះតែប៉ុណ្ណោះតែធ្វើឲ្យប្អូនស្រីរបស់គេនេះមានការខឹងសម្បោរទៅលើបងប្រុសជាខ្លាំងដោយសារតែមិនចេះរកស៊ីមិនចេះធ្វើអ្វីទាំងអស់ចំណែកឯបងប្អូនវិញក៏ព្យាយាមចង់លក់ផ្ទះដែលពួកគេស្នាក់នៅនេះផងដែរហើយយើងកាត់មកមើលអ្នកដែលបានចាប់ខ្លួនវត្តមានកូនប្រុសរបស់ចំហាយក្រុងវិញក៏ពិតគ្មានអ្នកណាឆ្ងាយនោះទេគឺជាម្ដាយរបស់ខ្លួនឯងផ្ទាល់នឹងតែម្ដងហើយគាត់នឹងគឺជាម្ដាយចុងណាអ្នកនរគ្នាហើយគាត់ចាប់កូនប្រុសដែលជាកូនបង្កើតរបស់ប្តីរបស់ខ្លួនមកនេះក៏យើងមិនទាន់ដឹងថាមានគោលបំណងអ្វីឲ្យពិតប្រាកដនោះដែរប៉ុន្តែយើងដឹងត្រឹមថារឿងដែលពួកគាត់បានបោកជាមួយនឹងចៅហ្វាយក្រុងនោះគឺនិយាយតាក់ទងជាមួយនឹងបពប្រឆាំងដែលបានចាប់ខ្លួនកូនប្រុសរបស់គាត់កូនប្រុសរបស់គាត់នោះគឺសុទ្ធតែជាកម្រងរបស់ពួកគេទាំងពីរហើយរឿងសម្រាប់ខ្លាឃ្មុំនោះក៏ជាកម្រងរបស់ពួកគេដូចគ្នាចំណែកឯអ៊ីម៉ូហ្កែនវិញនៅពេលដែលនាងកំពុងតែឈឺក្បាលជាមួយនឹងរឿងថាមិនមានប្រាក់ចំណូលបាត់បង់លុយអីផ្សេងហ្នឹងនាងក៏បាននឹកឃើញកម្រងថ្មីមួយគឺនាងព្យាយាមសរសេរសម្បត្តិទៅកាន់លោកអេក្រូសដែលជាអ្នកមាននិងជាអ្នកចិត្តខាងនៅចិត្តផ្ទះរបស់នាងនោះដើម្បីណាត់គ្នានឹងនិយាយពាក្យសារសងមួយចំនួនផងដែរហើយគោលដៅឲ្យពិតប្រាកដរបស់នាងនោះគឺចង់បានទ្រព្យសម្បត្តិនិងលុយពីសំណាក់លោកអេក្រូសនឹងឯងចំណែកឯលោកអេក្រូសវិញក៏មិនបងអោនយូរគាត់ក៏បានជួលព្រមជាមួយនឹងសំណើមួយនេះដោយណាត់ឲ្យនាងមកផឹកតែជាមួយនឹងគាត់នៅថ្ងៃស្អែកផងដែរដែលរឿងនេះហើយធ្វើឲ្យ Imogen របស់យើងនឹងមានការសប្បាយចិត្តនិងជឿជាក់លើខ្លួនឯងផ្ទាល់តែម្ដងចំណែកឯខាងប៉ូលីសផៃឡូរបស់យើងដែលជាតួប្រុសនេះភ្លាមនោះក៏មាននារីម្នាក់ដែលជានារីមានវេទមន្តធ្មប់ដូចគ្នានាងបានមកសុំមើលសាកសពរបស់នារីម្នាក់ដែលជាជនរងគ្រោះនោះហើយនៅពេលដែលនាងប្រើវេទមន្តរបស់នាងដើម្បី scan មើលពីការប៉ះទង្គិចរបស់នាងហើយនាងក៏អាចសន្និដ្ឋានបានថារឿងដែលស្ត្រីម្នាក់នេះជួបរងគ្រោះថ្នាក់នោះគឺមិនមែនកើតឡើងដោយសារតែមនុស្សនោះទេគឺកើតឡើងដោយសារតែប្រភេទសត្វអ្វីម្យ៉ាងដែលវាមិនមែនជា natural ឬក៏ហៅថាកើតឡើងចេញពីធម្មជាតិអញ្ចឹងណាអ្នកនរគ្នាកន្លែងហ្នឹងយើងមានន័យថាវាអាចកាត់ឡើងចេញមកពីវេទមន្តឬក៏កាត់ឡើងចេញមកពីអ្វីផ្សេងមួយដែលมันអាចបរិយាយបាននោះទេហើយរឿងនេះផងដែរក៏មិនធ្វើឲ្យតួប្រុសរបស់យើងនឹងមានការផ្អើលឆោតឡើយដែរដោយសារតែគាត់ក៏បានជួបជាមួយនឹងបុរសម្នាក់សុកចិត្តសម្លាប់ខ្លួនហើយនៅពេលដែលមុនគេនឹងគេសម្លាប់ខ្លួននោះក៏បាននិយាយតាក់ទងជាមួយនឹងទេវតានៃភាពងងឹតបានភ្ញាក់ឡើងអីដូចគ្នាដូច្នេះហើយរឿងទាំងអស់នេះគឺគាត់មិនភ្ញាក់ផ្អើលអីនោះទេហើយគាត់កំពុងតែគិតដែរថាតើនឹងមានរឿងអ្វីកើតឡើងនៅថ្ងៃបន្ទាប់ទៅមុខទៀតបន្ទាប់ពីនោះពួកគេទាំងពីរនាក់ក៏បានបែកចែកផ្លូវចេញពីនោះបាត់ទៅភ្លាមនោះដែរវិញ្ញាណរបស់យើងក៏មកធ្វើការរបស់ខ្លួនដោយព្យាយាមទៅលួចអាតុងមួយនៅលើកន្លែងប៉ុស្តិ៍ប៉ូលីសនឹងឯងដោយឲ្យ Termaland បង្វក់ឬក៏បន្លំជាមួយនឹងប៉ូលីសផ្សេងដើម្បីធ្វើការឆ្លោះគ្នាទៅកុំឲ្យប៉ូលីសផ្សេងចាប់អារម្មណ៍នាងនៅពេលដែលនាងហោះឡើងទៅកាត់ខ្សែតុងជាតិនៅខាងលើនោះប៉ុន្តែដោយសារតែស្លាបរបស់នាងនឹងបក់ខ្លាំងពេកហ្នឹងក៏ធ្វើឲ្យឯកសារប៉ូលីសផ្សេងហ្នឹងវាហើរហើយនៅពេលដែលហើរបែបហ្នឹងប៉ូលីសក៏ចាប់អារម្មណ៍ឃើញថាវិញ្ញាណរបស់យើងកំពុងតែធ្វើការកាត់តុងនោះនៅខាងលើនោះឯងហើយភ្លាមប៉ូលីសទាំងអស់គ្នាក៏ឲ្យបិទច្រកចេញចូលទាំងអស់ដើម្បីដេញចាប់វិញ្ញាណរបស់យើងនឹងឯងហើយចំណែកវិញ្ញាណដោយសារតែរត់មកខាងក្រោមមិនបានហ្នឹងនាងក៏បានយកប្រមូលតុងជាតិនោះហើយរត់ទៅខាងលើដើម្បីរកច្រកប្អួយណាមួយដើម្បីធ្វើការចេញពីទីនោះបាត់ទៅប៉ុន្តែទន្ទឹមនឹងពេលដែលនាងរត់នោះដែរនាងក៏ជួបជាមួយនឹងប៉ូលីសមួយហើយធ្វើការបាញ់មកនាងផងដែរប៉ុន្តែសំណាងល្អការបាញ់មួយនោះគឺមិនចំនាងនោះទេហើយនៅពេលដែលនាងធ្វើដំណើរមកខាងមុខបន្តិចទៀតនឹងនាងក៏បានជួបជាមួយនឹងផៃឡូរបស់យើងកំពុងតែធ្វើការនៅក្នុង office របស់គាត់ដូចគ្នាហើយចំណែកផៃឡូវិញដោយសារតែធ្លាប់បានធ្វើខុសជាមួយនឹងវិញ្ញាណហើយក៏ជាអតីតគូស្នេហ៍នឹងគ្នាផងនោះគាត់ក៏ព្រមឲ្យវិញ្ញាណរបស់យើងនឹងហោះចាក់ចេញពីទីនោះបាត់ទៅហើយគាត់បានត្រឹមតែចូលមើលពីក្រោយតែប៉ុណ្ណោះហើយសាច់រឿង Carnivoro របស់យើងវគ្គ2នេះក៏បានដល់ទីបញ្ចប់ដូចគ្នាតែសាច់រឿងវគ្គ3នេះគឺនិយាយតាក់ទងជាមួយនឹង Philo របស់យើងតាំងពីជំនាន់ដែលគាត់នៅធ្វើជាទាហានដើម្បីការពារទឹកដីហើយនឹងប្រយុទ្ធជាមួយនឹងកងទ័ពដែលជាសត្រូវរបស់គាត់នឹងឯងដែលដំបូងហ្នឹងគឺគាត់បានទៅដល់ទឹកដីមួយដែលទឹកដីនោះគេហៅថា Kingdom of Anun ដែលជាទឹកដីរបស់តួស្រីរបស់យើងនិងប្រភេទពួក Fairy មួយចំនួនហ្នឹងរស់នៅផងដែរហើយទឹកដីមួយនេះគឺវាស្ថិតក្នុងចន្លងភ្នំដែលបើសិនជាយើងមិនចាប់អារម្មណ៍មើលទេគឺមិនអាចរកឃើញទឹកដីមួយនេះឡើយដែលនេះគឺជាជំរកមួយដ៏អស្ចារ្យផងដែរនៅពេលដែលពួកតួប្រុសរបស់យើងបានដើរចូលទៅខាងក្នុងប្រាសាទនោះពួកគេប្រទះជួបជាមួយនឹង Fairy មួយចំនួនដែល
មានចំនួនច្រើនមែនទែនកំពុងតែធ្វើការហោះនៅខាងលើដើម្បីបើកការវាយប្រហារមកកាន់ពួកគេនោះឯងប៉ុន្តែបន្ទាប់ពីពួកគេបង្ហាញសមត្ថភាពថាពួកគេគឺជាកងទ័ពខាងមិនមែនជាសត្រូវរបស់ពួកគេមកនិងជាកងទ័ពចិត្តល្អមកទើបពួក Furry ទាំងនោះចុះមកខាងក្រោមវិញហើយនឹងបើកឲ្យពួកគេចូលទៅជ្រកនៅក្នុងជំរំរបស់ពួកគេទាំងអស់គ្នាហើយនៅក្នុងទឹកដីនេះផងដែរត្រូវបានគ្រប់គ្រងដោយស្ត្រីម្នាក់ដែលជាមេកន្ទ្រាញប្រចាំទឹកដីនេះផងដែរបន្ទាប់ពីចូលទៅដល់នឹងទាហានទាំងអស់គ្នាក៏បានរៀបចំសម្ភារៈពួកគេដើម្បីធ្វើការសម្រាកនៅទីនេះនិងបោះជំរំនៅទីនេះផងដែរចំណែកឯតួប្រុសរបស់យើងដែលជាផៃឡូវិញដោយសារតែគាត់មកទីនេះដើម្បីមើលផែនការនិងមើលទីតាំងច្បាស់លាស់របស់ស្ត្រីរបស់ខ្លួននឹងគាត់ក៏បានដើរមើលទីតាំងមួយចំនួននៅក្នុងតំបន់មួយនេះផងដែរហើយគាត់ក៏ប្រទះឃើញរូងភ្នំមួយដោយអាត់កំបាំងផងដែរហើយគាត់ក៏បានដើរចូលទៅក្នុងនោះដោយនៅក្នុងនោះគឺវាមានបន្ទប់ជាច្រើននិងមានផ្លូវជាច្រើនផងដែរដែលធ្វើឲ្យគាត់នឹងពិបាកក្នុងការដើរមែនតែនប៉ុន្តែនៅពេលដែលគាត់ដើរបានមកសន្ទុះនឹងគាត់ក៏ប្រទះឃើញសភៅអ្វីម្យ៉ាងដែលមើលទៅដូចជាអ្នកណាម្នាក់កំពុងតែមើលអញ្ចឹងភ្លាមនោះក៏មានស្ត្រីជា Furry ម្នាក់ហោះមកពីខាងក្រោយហើយនឹងភ្ជង់កំបិតទៅលើគាត់ផងដែរហើយវត្តមានស្ត្រីម្នាក់នេះគឺជាតួស្រីរបស់យើងដែលជាវិញ្ញាណនឹងឯងភ្លាមនោះគាត់ក៏បានភ្ជង់កទៅលើតួប្រុសរបស់យើងហើយបន្ទាប់ពីនិយាយចរចាជាមួយនឹងមួយចំនួននឹងតួប្រុសរបស់យើងក៏បានសន្យាថាគាត់នឹងមិននិយាយរឿងអាត់កំបាំងនេះទៅប្រាប់អ្នកណាទាំងអស់នោះទេទើបតួស្រីរបស់យើងដោះលែងឲ្យតួប្រុសរបស់យើងចាក់ចេញពីទីនោះវិញបន្ទាប់ពីនោះមេកន្ទ្រាញនៃប្រចាំតំបន់មួយនេះគាត់ក៏ឲ្យតួស្រីរបស់យើងនឹងតាមខ្លំមើលតួប្រុសរបស់យើងផងដែរដើម្បីកុំឲ្យតួប្រុសរបស់យើងដែលជាផៃឡូនឹងនិយាយអាត់កំបាំងនៃបណ្ណាល័យមួយនេះទៅប្រាប់អ្នកណាទាំងអស់ដោយសារតែវាគឺជារឿងអាត់កំបាំងនៅក្នុងតំបន់របស់ពួកគេដោយសារតែនៅក្នុងនោះគឺមានសភៅជាច្រើនដែលនិយាយអំពីប្រវត្តិសាស្ត្រនិងនិយាយអំពីអវិជ្ជាសាស្ត្រជឿនលឿនផ្សេងផងដែរបើសិនជាធ្លាក់ក្នុងដៃពួកចិត្តអាក្រក់ហ្នឹងប្រកាសជាពិបាកមិនខានឯចំណែកវិញ្ញាណរបស់យើងវិញក៏បានធ្វើតាមបញ្ជារបស់មេកន្ទ្រាញមួយនោះផងដែរគឺតាមមើលតួប្រុសរបស់យើងគ្រប់ជំហានតែម្ដងមិនថាតួប្រុសរបស់យើងធ្វើអ្វីក៏ដោយក៏នាងតែងតែខ្លុំមើលជានិច្ចបន្ទាប់ពីនោះក៏ដល់ពេលដែលតួប្រុសរបស់យើងដើម្បីទៅរាយធ្វើជាខ្សែកាបដើម្បីធ្វើការឆ្លងពីតំបន់មួយទៅតំបន់មួយក៏ដូចជារៀបអន្ទាក់ផងដែរហើយតួស្រីរបស់យើងក៏ស្ថិតនឹងទីនោះផងដែរដោយសារតែនាងអាចហោះហើរបានដូច្នេះហើយពួកគេត្រូវឲ្យនាងនឹងហោះយកខ្សែកាបទាំងអស់នោះទៅចងនៅលើបង្គោលមួយតទៅបង្គោលមួយផ្សេងទៀតដែលជាចន្លងភ្នំនោះឯងប៉ុន្តែសកម្មភាពពួកគេទាំងអស់នេះហ្នឹងក៏ត្រូវបានក្រុមពួកទាហានខាងចិត្តអាក្រក់ប្រមាណអ្នកហ្នឹងមើលឃើញផងដែរបន្ទាប់ពីឃើញស្ថានភាពទាំងអស់នេះហើយក្រុមទាហានដែលមានគ្នា3នាក់នោះពួកគេក៏បានដោះសម្លៀកបំពាក់ដែលជាទាហានរបស់ពួកគេចេញបន្ទាប់មកហើយពួកគេក៏បានយកសារ៉ាងអ្វីមួយយ៉ាងហ្នឹងមកចាក់លើខ្លួនរបស់ពួកគេផងដែរប៉ុន្តែយើងមិនទាន់ដឹងនោះទេតើសារ៉ាងនេះគឺវាផ្ដល់ធម៌ពលអ្វីដល់ពួកគេនិងធ្វើឲ្យពួកគេហ្នឹងក្លាយទៅជាអ្វីមិនទាន់ដឹងនោះឡើយប៉ុន្តែភ្លាមនោះតួស្រីរបស់យើងកំពុងតែគេងសុកជាមួយនឹងក្រុមទាហានតួប្រុសហ្នឹងក៏បានឮសំឡេងខ្ចាយក៏ចកលូនៅទីនោះដែលធ្វើឲ្យពួកគេមានការងើយឆ្កល់ជាខ្លាំងដោយសារតែនៅតំបន់ពួកគេហ្នឹងគឺមិនដែលមានសត្វឆ្កែចចកឬក៏ឆ្កែអ្វីតាំងពីដើមឡើយមកហើយហេតុអ្វីបានជាក្នុងពេលបច្ចុប្បន្នមានសំឡេងឆ្កែទៅវិញភ្លាមនោះតួប្រុសរបស់យើងក៏ក្រឡេកមើលឃើញក្រុមទាហានរបស់គាត់មួយក្រុមទៀតហ្នឹងក៏ត្រូវបានសត្វឆ្កែអ្វីមួយយ៉ាងហ្នឹងមានធ្វើការវាប្រហារផងដែរហើយនៅពេលដែលគាត់ទៅដល់ហ្នឹងគឺបានឃើញសត្វឆ្កែចម្លែកតាំងពីយើងឃើញតាំងពីវគ្គ1នោះឯងដែលសត្វឆ្កែទាំងអស់នេះដេញតាមវាប្រហារក្រុម Furry ទាំងអស់អ្នកទាំងអស់គ្នាហើយពេលនេះសត្វឆ្កែទាំងអស់ហ្នឹងក៏បើកការវាប្រហារមកកាន់ក្រុមទាហានរបស់តួប្រុសរបស់យើងហើយវាក៏បានបំរុងនឹងហក់ទៅវាប្រហារតួប្រុសរបស់យើងទៅហើយហ្នឹងប៉ុន្តែសំណាងល្អត្រូវបានតួប្រុសរបស់យើងបាញ់សម្លាប់ឆ្កែមួយឲ្យស្លាប់នៅទីនោះបាត់ទៅប៉ុន្តែភ្លាមនោះក៏មានឆ្កែមួយទៀតហ្នឹងមកហក់កន្ទ្រប់តួប្រុសរបស់យើងដូចគ្នាប៉ុន្តែជាសំណាងល្អមែនទែនត្រូវបានតួស្រីរបស់យើងដែលជាវិញ្ញាណនឹងបានហោះមកពីខាងក្រោយហើយយកដាវចាក់សម្លាប់សត្វឆ្កែមួយនោះឲ្យវាស្លាប់នៅកន្លែងនោះបាត់ទៅចំណែកឯសត្វឆ្កែមួយទៀតហ្នឹងក៏ត្រូវបានគ្នាដែលជាមិត្តភ័ក្តិរបស់តួប្រុសរបស់យើងហ្នឹងបានសម្លាប់ចោលនៅទីនោះផងដែរហើយយើងក៏បានឃើញថាដៃរបស់គាត់ក៏ត្រូវមានរបួសផងដែរដោយសារតែសត្វឆ្កែមួយនោះបានខាំចំដៃរបស់គាត់ប៉ុន្តែតួប្រុសរបស់យើងមិនទាន់ដឹងនោះឡើយចំណែកឯសត្វឆ្កែទាំងអស់នេះវិញការពិតទៅវាគ្រាន់តែជាមនុស្សដែលជាទាហាន3នាក់អ្នកនរគ្នាបានប្រើអាវសារ៉ូមដែលគាត់ចាក់ថ្នាំនឹងទៅនៅពេលដែលចាក់ទៅធ្វើឲ្យពួកគេទាំងអស់គ្នានេះคล้ายជាសត្វឆ្កែដែលដូចតែយើងបានឃើញនេះឯងបន្ទាប់ពីនោះពួកគេក៏យកសារ៉ាងទាំងអស់នេះទៅឲ្យមេបញ្ជាការរបស់ពួកគេមួយប្រចាំតំបន់ពួកគេហ្នឹងមើលផងដែរហើយពួកគេក៏បានធ្វើការរាយការណ៍អំពីបញ្ហាទាំងអស់នេះក៏ដូចជារឿងទាំងអស់នេះទៅកាន់ថ្នាក់លើរបស់គេមួយទៀតឲ្យបានដឹងដូចគ្នា
ចំណែកឯផៃឡូរបស់យើងជាមួយនឹងវិញ្ញាណវិញបន្ទាប់ពីបានធ្វើការជាមួយនឹងគ្នាមួយរយៈមកពួកគេទាំងពីរនាក់ក៏មានអារម្មណ៍ថាស្និទ្ធស្នាលជាមួយគ្នាហើយពួកគេក៏អង្គុយលេងនិយាយរឿងពីក្នុងចិត្តរបស់ពួកគេនឹងជាច្រើនផងដែរហើយវិញ្ញាណរបស់យើងក៏បាននាំតួប្រុសរបស់យើងចូលទៅមើលសភៅមួយនៅក្នុងបណ្ណាល័យដែលជាកន្លែងសម្រាប់ដែលនាងធ្វើការការពារផងដែរដែលនៅក្នុងបណ្ណាល័យនោះគឺមានសភៅជាច្រើនដែលរាប់មិនអស់នោះទេហើយនាងក៏បានយកសភៅមួយដើម្បីឲ្យតួប្រុសរបស់យើងមើលនិងអានផងដែរដែលសភៅនេះគឺនិយាយអំពីស្នេហារវាង Furry ជាមួយនឹងមនុស្សហើយបង្កើតកូនមកបានជាគេហៅថាកូនពាក់កណ្ដាលមនុស្សពាក់កណ្ដាល Furry អ្នកនរគេហៅថា Half-Blood អញ្ចឹងទៅហើយជារឿយៗមកតួប្រុសរបស់យើងតែងមករកតួស្រីជានិច្ចរហូតដល់ពួកគេទាំងពីរនាក់នេះមានអារម្មណ៍ស្នេហាជាមួយគ្នាហើយក៏បានបង្កាត់ភ្លើងស្នេហាជាមួយគ្នានិងបានរួមមេត្រីជាមួយគ្នាផងដែរស្រាប់តែថ្ងៃមួយតួប្រុសរបស់យើងក៏បានតាមដានឃើញមិត្តភ័ក្តិម្នាក់ដែលបានសម្លាប់ឆ្កែចម្លែកនោះជាមួយនឹងគាត់នឹងមានអាការៈចម្លែកជាខ្លាំងហើយនៅពេលដែលគាត់តាមទៅមើលទៅក៏ឃើញបុរសម្នាក់នោះបានប្រែខ្លួនคล้ายជាសត្វឆ្កែចចកចម្លែកនោះនៅខាងក្នុងព្រៃតែម្នាក់ឯងទ្របពេលនឹងមានប្រខែពេញវងដូចគ្នាហើយតួប្រុសរបស់យើងក៏មិនបានចាត់ការទៅលើសត្វឆ្កែមួយនោះក៏ដូចជាធ្វើឲ្យសត្វឆ្កែមួយនោះផ្អើលផងដែរដោយគាត់ត្រឹមតែលួចមើលពីចម្ងាយតែប៉ុណ្ណោះហើយនៅពេលព្រឹកឡើងនៅពេលដែលបុរសម្នាក់នោះត្រឡប់ខ្លួនคล้ายជាមនុស្សវិញនឹងតួប្រុសរបស់យើងក៏បានយកសម្លៀកបំពាក់ទៅឲ្យបុរសម្នាក់នោះផងដែរហើយគាត់ក៏បន្តអង្គុយនិយាយជាមួយនឹងបុរសម្នាក់នោះអំពីរឿងរ៉ាវមួយចំនួនផងដែរហើយបុរសម្នាក់នោះក៏បានប្រាប់អំពីរឿងរ៉ាវកើតឡើងត្រឡប់មកវិញដូចគ្នានៅពេលដែលក្រោយពីគាត់ធ្វើការប្រមាញ់សត្វចចកម្នាក់នោះនឹងគាត់ក៏មានអាការៈបែបនេះមករហូតគឺមួយខែឲ្យតែមានប្រខែពេញវងម្ដងគឺគាត់នឹងប្រែខ្លួនគាត់ខ្លាចជាសត្វចចកហើយគាត់នឹងចូលចិត្តជីវិតមួយនេះយ៉ាងខ្លាំងដោយសារតែនៅពេលដែលគាត់ប្រែខ្លួនខ្លាចជាសត្វចចកនោះគាត់មានអារម្មណ៍ថាគាត់មានសេរីភាពជាខ្លាំងផងដែរហើយគាត់ក៏មើលឃើញថាតួប្រុសរបស់យើងកំពុងតែលួចស្រឡាញ់ទៅកាន់ Furry ណាម្នាក់ដូចគ្នាទន្ទឹមនឹងពួកគេនិយាយគ្នានោះក៏មានសត្វ Furry ជាច្រើនដែលហោះមកពីតំបន់ផ្សេងមួយទៀតមកដល់ទឹកដី Kingdom of Nod នេះដែរដែលពួកគេទាំងអស់គ្នានោះគឺរត់ភៀសខ្លួនចេញពីការវាយប្រហារពីសំណាក់ពួកទាហានចិត្តអាក្រក់នោះឯងដោយអ្នកខ្លះ3កូនមកផងអ្នកខ្លះក៏ត្រូវរបួសជាធ្ងន់ផងដែរអធិស្ឋានផងអ្នកនរគ្នាមុននឹងហៅឈ្មោះខុស Kingdom of Anun មិនមែន Kingdom of Nod ទេខ្លាចអ្នកនរតែគិតអីផ្សេងហើយនៅក្នុងការវិលត្រឡប់មកនោះក៏យើងឃើញថាមានមិត្តភ័ក្តិរបស់តួស្រីរបស់យើងផងដែរដែលជា Tamerlane នេះឯងបន្ទាប់ពីនោះពួកគេទាំងពីរនាក់ក៏បានយក Tamerlane យកទៅព្យាបាលរបួសនៅខាងក្នុងផ្ទះនិងបាននិយាយតាក់ទងជាមួយនឹងរឿងថាតួស្រីរបស់យើងដែលជាវិញ្ញាណនេះបានតាក់ទងជាមួយនឹងតួប្រុសរបស់យើងជាផៃឡូនោះផងដែរបន្ទាប់ពីនោះ Tamerlane ក៏បានប្រាប់អំពីរឿងមួយចំនួនទៅកាន់នាងក៏ដូចជាឲ្យវិញ្ញាណរបស់យើងនឹងត្រៀមចិត្តក៏ដូចជាឲ្យទៅនិយាយឲ្យច្បាស់លាស់ជាមួយនឹងតួប្រុសផងដែរដោយសារតែតួប្រុសរបស់យើងគឺជាទាហាននៅទីក្រុងដូច្នេះនៅពេលដែលសង្គ្រាមត្រូវបានបញ្ចប់អញ្ចឹងទៅប្រកាសណាស់ក្រុមទាហានទាំងអស់នឹងវិលត្រឡប់ទៅទឹកដីរបស់ពួកគេក៏ដូចជាផ្ទះពួកគេអញ្ចឹងហើយបើសិនជាតួប្រុសរបស់យើងតាក់ទងជាមួយនឹងវិញ្ញាណតើតួប្រុសរបស់យើងនៅពេលដែលសង្គ្រាមចប់នឹងវិលត្រឡប់ទៅផ្ទះរបស់ពួកគេហើយទុកឲ្យវិញ្ញាណរបស់យើងនៅតែម្នាក់ឯងនៅក្នុង Kingdom of Anun នេះតើមែនឬទេហើយតួស្រីរបស់យើងក៏បានគិតពីបញ្ហាមួយនេះផងដែរបន្ទាប់ពីនោះវិញ្ញាណក៏បានយករឿងទាំងអស់នេះទៅនិយាយជាមួយនឹងផៃឡូក៏ដូចជាសួរផៃឡូផងដែរដែលផៃឡូគឺមិនមានចម្លើយច្បាស់លាស់ឲ្យទៅលើវិញ្ញាណរបស់យើងនោះទេដែលធ្វើឲ្យវិញ្ញាណរបស់យើងនឹងដំបូងនឹងមានការខឹងច្រឡោតជាមួយនឹងតួប្រុសរបស់យើងជាខ្លាំងប៉ុន្តែបន្ទាប់មកសតូនឹងនាងក៏បានឃើញស្នាមនៅខាងក្រោយខ្នងតួប្រុសរបស់យើងហើយនាងក៏បានដឹងថាក៏ពិតទៅផៃឡូរបស់យើងនឹងក៏ជា Furry ផងដែរដែលគាត់គឺជាកូន Half-Blood នោះឯងមានន័យថាម្ដាយរបស់គាត់គឺជា Furry ចំណែកឪពុករបស់គាត់គឺជាមនុស្សធម្មតានោះឯងប៉ុន្តែស្លាប់របស់គាត់នឹងត្រូវបានគេកាត់ចោលតាំងពីគាត់នៅជាទីរក់មកម្លេះហើយគាត់ក៏មិនដឹងថាមូលហេតុអ្វីបានជាគេកាត់ស្លាប់របស់គាត់ចោលដូចគ្នាពេលភ្លាមនោះវិញ្ញាណរបស់យើងក៏បានចូលទៅលួងលោមតួប្រុសរបស់យើងនិងបានត្រូវគ្នាជាមួយនឹងតួប្រុសរបស់យើងវិញផងដែរហើយនៅពេលដែលព្រឹកឡើងមកដល់នឹងដំណឹងនៃការដកទ័ពរបស់ថ្នាក់លើរបស់តួប្រុសរបស់យើងក៏បញ្ជូនមកដល់ដូចគ្នាដែលតម្រូវឲ្យពួកគេទាំងអស់គ្នាដកទ័ពចេញពីតំបន់មួយនេះនិងប្រជាជននៅក្នុងតំបន់មួយនេះគឺអាចចូលរួមនិងធ្វើដំណើរទៅជាមួយពួកគេបានដូចគ្នាដោយពួកគេនឹងផ្ដល់ទីជម្រកឲ្យពួកគេទាំងអស់គ្នានេះហើយរឿងដ៏អាក្រក់មួយទៀតនឹងកងទ័ពដែលខាងចិត្តអាក្រក់នឹងមកដល់ទីនេះក្នុងរយៈពេលខ្លីបំផុតហើយចំណែកប្រជាជនដែលជា Furry វិញក៏បានរៀបចំបង្វិចនិងព្យាយាមរត់គេចខ្លួនចាក់ចេញពីទីនេះដូចគ្នាប៉ុន្តែមុននឹងចាក់ចេញនោះមេកន្ទ្រាងក៏ឲ្យវិញ្ញាណរបស់យើងនឹងចូលទៅបិទអាបណ្ណាល័យដែលជាបណ្ណាល័យដែលនាងការពារនឹងបិទចោលផងដែរដោយសារតែគាត់មិនចង់ឲ្យធ្លាក់
បណ្ណាល័យហ្នឹងគឺធ្លាក់ចូលដៃមនុស្សអាក្រក់នោះទេដោយសារតែវាមានចំណេះដឹងជាច្រើននៅក្នុងបណ្ណាល័យមួយនោះហើយវិញ្ញាណរបស់យើងក៏បានរត់ទៅបិទបណ្ណាល័យមួយនេះផងដែរស្របពេលនឹងតួប្រុសរបស់យើងក៏បានរត់ទៅពីក្រោយដើម្បីឲ្យវិញ្ញាណរបស់យើងនឹងចាក់ចេញទៅជាមួយនឹងកងទ័ពរបស់ពួកគេនឹងភៀសខ្លួនចាក់ចេញពីទីនេះផងដែរប៉ុន្តែចំណែកវិញ្ញាណរបស់យើងគឺមិនព្រមចាក់ចេញទៅនោះទេដោយសារតែនាងគឺចង់ទៅជាមួយនឹងផៃឡូរបស់យើងប៉ុន្តែផៃឡូរបស់យើងក៏មិនចង់ឲ្យវិញ្ញាណនៅរងគ្រោះថ្នាក់នៅទីនេះផងដែរបន្ទាប់ពីនិយាយស្រស់ស្រួលជាមួយគ្នាមួយចំនួនហ្នឹងពួកគេទាំងពីរនាក់ក៏យល់ព្រមថានឹងចាក់ចេញពីទីនេះទៅជាមួយនឹងគ្នាហើយវិញ្ញាណរបស់យើងក៏ទុកបន្តោងមួយទៅឲ្យតួប្រុសរបស់យើងដូចគ្នាហើយនាងនឹងទៅបិទបណ្ណាល័យនោះបន្ទាប់មកនាងនឹងចាំតួប្រុសរបស់យើងនៅឯសួនច្បារចំណែកវិញ្ញាណរបស់យើងក៏បានបិទបណ្ណាល័យនោះបានទៅជោគជ័យផងដែរចំណែកតួប្រុសរបស់យើងក៏ត្រឡប់មកខាងក្នុងភូមិដើម្បីជួយប្រជាជននិងជួយក្រុមទាហានរបស់ពួកគេនឹងឲ្យចាក់ចេញពីនោះបានដោយសុវត្ថិភាពដែរប៉ុន្តែជាសំណាងអាក្រក់នឹងស្រាប់តែសំពៅរបស់ពួកចិត្តអាក្រក់នឹងសំទោសអ្នកនរគ្នាបាឡូនរបស់ពួកចិត្តអាក្រក់នឹងក៏បានមកដល់ទីនេះដូចគ្នាហើយពួកគេក៏បានបើកការវាយប្រហារមកកាន់សំណាក់ភូមិមួយនេះដូចគ្នាដោយពួកគេមានកំភ្លើងយន្តនិងគ្រាប់មីនជាច្រើនផងដែរចំណែកពួក Furry ផ្សេងទៀតក៏ព្យាយាមកាន់ដបភ្លើងដើម្បីមកហោះគប់ទម្លាក់បាឡូនទាំងអស់នេះឲ្យចេញផងដែរប៉ុន្តែត្រូវបានពួកទាហានចិត្តអាក្រក់ហ្នឹងបាញ់ទម្លាក់ពួកគេនៅទីនោះដោយឲ្យមិនឲ្យពួកគេហ្នឹងហោះមកចិត្តខ្លួនបាននោះឡើយហើយពួកគេក៏បានទម្លាក់គ្រាប់មីនជាច្រើនចូលទៅក្នុងភូមិមួយនោះដើម្បីកំទេចចោលដូចគ្នាហើយនៅក្នុងនោះក៏មានវត្តមានទូប្រុសរបស់យើងកំពុងតែស្ថិតនៅទីនោះផងដែរដែលធ្វើឲ្យគាត់ហ្នឹងរងរបួសខ្លាំងមែនតែនប៉ុន្តែភ្លាមនោះគាត់ក៏បានរត់ទៅហៅមេកន្ទ្រាញមួយដែលស្ថិតនៅក្នុងទីនោះដែលជាមេកន្ទ្រាញប្រចាំតំបន់មួយនេះហ្នឹងហើយគាត់ពឹងការងារចុងក្រោយដោយមេកន្ទ្រាញនោះជួយធ្វើដើម្បីគាត់និងដើម្បីវិញ្ញាណដូចគ្នាដោយឲ្យមេកន្ទ្រាញមួយនោះទៅប្រាប់វិញ្ញាណថាគាត់បានស្លាប់នៅក្នុងការទម្លាក់មីនមួយនេះបាត់ទៅហើយកន្លែងដែលគាត់ត្រូវទៅប្រាប់ហ្នឹងគឺនៅកន្លែងពួកគេណាត់គ្នានឹងឯងគឺនៅក្នុងសួនច្បារអ្នកនរគ្នាហើយភ្លាមហ្នឹងមេកន្ទ្រាញមួយហ្នឹងក៏បានធ្វើតាមសម្ដីរបស់ផៃឡូដូចគ្នាដោយទៅប្រាប់តួស្រីរបស់យើងថាផៃឡូគឺបានស្លាប់ក្នុងការទម្លាក់មីនមួយនេះបាត់ទៅហើយតែធ្វើឲ្យតួស្រីរបស់យើងមានការឈឺចាប់ជាខ្លាំងប៉ុន្តែជាក់ស្ដែងផៃឡូរបស់យើងគឺមិនទាន់ស្លាប់នោះទេគាត់បាននាំកងទាហានរបស់គាត់ផ្សេងទៀតហ្នឹងជាមួយនឹងប្រជាជនមួយចំនួនហ្នឹងបានរត់ចាក់ចេញពីទីនោះស្របពេលនឹងមេកន្ទ្រាញមួយនោះនឹងកូនចៅរបស់គាត់ម្នាក់ទៀតហ្នឹងបានហោះយកវត្តមានតួស្រីរបស់យើងហោះចាក់ចេញពីទីនោះដូចគ្នាហើយចំណែកផៃឡូរបស់យើងបានត្រឹមតែសម្លឹងមើលការចាក់ចេញរបស់វិញ្ញាណរបស់យើងពីចម្ងាយតែប៉ុណ្ណោះបន្ទាប់ពីសម័យរួចហ្នឹងផៃឡូរបស់យើងដែលជាតួប្រុសហ្នឹងក្នុងពេលបច្ចុប្បន្នក៏មករកវត្តមានតួស្រីរបស់យើងនៅកន្លែងដែល Thermaland ធ្វើការនេះឯងដោយសារតែគាត់ដឹងថាតួស្រីរបស់យើងគឺមកស្នាក់នៅទីនេះទាំងឯងពីនោះវិញ្ញាណរបស់យើងក៏បានចុះមកនិយាយជាមួយនឹងផៃឡូរបស់យើងផងដែរហើយផៃឡូរបស់យើងក៏មានបំណងមកទីនេះដើម្បីសុំយកអាតុងដែលត្រូវបានវិញ្ញាណកាត់ចេញពីកន្លែងប៉ូប៉ូលីសនេះយកត្រឡប់ទៅវិញដូចគ្នាបន្ទាប់ពីនិយាយចរចាជាមួយនឹងគ្នាមកសន្ទុះហ្នឹងមើលទៅពួកគេទាំងពីរនាក់ហ្នឹងបំរុងនឹងត្រូវគ្នាវិញហើយហ្នឹងក៏វិញ្ញាណរបស់យើងបានសួរសំដួរតាក់ទងជាមួយនឹងរឿងអាក់កំបាំងរបស់តួប្រុសរបស់យើងថាបាននិយាយប្រាប់អ្នកណាផ្សេងដែរឬអត់បន្ទាប់ពីនោះតួប្រុសរបស់យើងក៏បាននិយាយថាគាត់បាននិយាយរឿងអាក់កំបាំងនេះក៏ប្រាប់បុគ្គលទី3ផងដែរតែរឿងនេះហើយធ្វើឲ្យវិញ្ញាណរបស់យើងនឹងចាប់ដើមខឹងសារទៀតថ្មីហើយក៏បានហោះចាក់ចេញពីទីនោះបាត់ទៅហើយសាច់រឿងនៃវគ្គ3របស់យើងក៏បានកាត់បញ្ចប់នៅកន្លែងនេះផងដែរតែវគ្គ4នេះចាប់ដើមនៅកន្លែងដែលជាកន្លែងមន្ទីរកុមារកំព្រាមួយកន្លែងនៅក្នុងទីក្រុងរំពេចនោះក៏មានក្មេងប្រុសម្នាក់គាត់ងើបទៅជួសនោមនៅពេលយប់ហើយនៅពេលដែលគាត់ដើរទៅជួសនោមហ្នឹងគាត់ក៏បានជួបជាមួយលោកគ្រូម្នាក់ដែលគាត់កំពុងអង្គុយនៅទីនោះផងដែរបន្ទាប់មកក្មេងម្នាក់នោះក៏បានសុំការអនុញ្ញាតពីលោកគ្រូម្នាក់នោះដើម្បីទៅបន្ទប់ទឹកប៉ុន្តែនៅពេលដែលក្មេងនឹងដើរទៅបានបន្តិចហ្នឹងក្មេងម្នាក់ហ្នឹងក៏បានឮសំឡេងអ្វីម្យ៉ាងចេញពីបន្ទប់លោកគ្រូដែលម្នាក់កំពុងអង្គុយនោះហើយនៅពេលដែលក្មេងប្រុសម្នាក់នោះសម្លឹងមើលបន្តិចទៀតហ្នឹងក៏ស្រាប់តែឃើញលោកគ្រូម្នាក់នោះត្រូវបានអ្វីម្យ៉ាងហ្នឹងបើការវាប្រហារមកកាន់គាត់ផងដែរដែលធ្វើឲ្យគាត់ហ្នឹងត្រូវវាចេញមកដើម្បីសុំជំនួយពីក្មេងប្រុសម្នាក់នោះប៉ុន្តែក្មេងប្រុសម្នាក់នោះដោយសារតែគាត់ជាក្មេងផងគាត់ស្រឡាំងកាំងមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេគាត់បានត្រឹមតែឃើញស្រមោលសត្វអ្វីម្យ៉ាងធំមែនទែនហើយធ្វើការសម្រាប់លោកគ្រូម្នាក់នោះឲ្យស្លាប់នៅកន្លែងនោះបាត់ទៅបន្ទាប់ពីនោះវត្តមានរបស់ក្រុមប៉ូលីសក៏បានមកដល់ទីនោះផងដែរដើម្បីធ្វើការកសលបច្ច័យឬក៏មើលទៅលើសាកសពរបស់លោកគ្រូម្នាក់នោះតើគាត់ស្លាប់ដោយសារអ្វីពិតប្រាកដហើយនៅក្នុងការមករបស់ប៉ូលីសហ្នឹងក៏មានវត្តមានតួប្រុសរបស់យើងមកជាមួយផងដែរដើម្បីបើកការស៊ើបអង្កេតនៅក្នុងរឿងក្តីមួយនេះដូចគ្នាហើយទន្ទឹមនៅពេលដែលគាត់កំពុងតែមើលសាកសពហ្នឹងគាត់ក៏បានប្រទះឃើញអាតម្រុយមួយនៃផ្លូវដែលសត្វចម្លែកនោះចេញមកផងដែរគឺវាស្ថិតក្នុងអណ្ដូងមួយនៅក្រោយកន្លែងមន្ទីរកុមារកំព្រានោះឯង
ភ្លាមៗនោះគាត់ក៏បានចុះទៅខាងក្រោមដើម្បីតាមដាននិងតាមរកសត្វចម្លែកនោះផងដែរដែលគាត់ចុះទៅដំបូងហ្នឹងគឺមិនទាន់ឃើញអ្វីនោះទេប៉ុន្តែនៅពេលដែលគាត់សម្លឹងបានមួយសន្ទុះហ្នឹងគាត់ក៏ប្រទះឃើញសត្វចម្លែកមួយដ៏ធំហើយវាមានរូបរាងចម្លែកមែនទែនដោយវាមានពុកមាត់របស់វាហ្នឹងជាដៃដូចមឹកអញ្ចឹងអ្នកនរគ្នាដែលយើងពិបាកក្នុងការពណ៌នាមមែនទែនហើយភ្លាមៗនោះតួប្រុសរបស់យើងតែជាផៃឡូហ្នឹងគាត់ក៏បានយកកាភ្លើងរបស់គាត់បើការវាប្រហារទៅកាន់សត្វចម្លែកម្នាក់នោះដោយដំបូងហ្នឹងគាត់បាញ់ច្រើនគ្រាប់មែនទែនតែសត្វចម្លែកហ្នឹងគឺនៅតែបន្តដើរមកមុខទៀតមិនខ្លាចនឹងគ្រាប់កាភ្លើងនោះទេប៉ុន្តែនៅពេលដែលមួយសន្ទុះតួប្រុសរបស់យើងបានដាក់គ្រាប់សារថ្មីតម្រង់នឹងបាញ់ម្ដងទៀតហ្នឹងក៏ស្រាប់តែបាត់សត្វចម្លែកមួយនោះចេញពីកន្លែងនោះបាត់ទៅហើយតួប្រុសរបស់យើងដែលជាផៃឡូក៏បានរកប្រទះឃើញថ្លើមរបស់លោកគ្រូម្នាក់ហ្នឹងត្រូវបានសត្វចម្លែកមួយនេះយកមកដល់ទីនេះផងដែរអញ្ចឹងមានន័យថាគ្រប់សាកសពដែលយើងមើលតាំងពីដើមសាច់រឿងមកដែលត្រូវបានសត្វចម្លែកនឹងសម្លាប់ហើយបាត់គ្រឿងក្នុងអីហ្នឹងគឺដោយសារតែសត្វចម្លែកហ្នឹងបានសម្លាប់ហើយវះយកថ្លើមពួកគេដើម្បីមកមើលទៅមិនដឹងថាវាយកមកស៊ីឬក៏ធ្វើអីទេអ្នកនរគ្នាតែបើតាមខ្ញុំគិតគឺប្រហែលជាវាយកមកស៊ីនឹងឯងបន្ទាប់ពីនោះផៃឡូរបស់យើងក៏មករកនារីម្នាក់ដែលជាមេធ្មប់ហ្នឹងអ្នកនរគ្នាតាំងពីភាគទី2នឹងឯងគឺមករកដើម្បីសួរនាំពីប្រពន្ធរបស់សត្វចម្លែកមួយនោះផងដែរប៉ុន្តែចំពោះស្ត្រីម្នាក់នេះគឺគាត់មិនអាចប្រាប់អ្វីបានច្រើននោះទេក៏គាត់មិនសូវដឹងពីប្រវត្តិឬក៏ជាស្អិតឬក៏សត្វចម្លែកនឹងដែរដូច្នេះគាត់គ្រាន់តែឲ្យផៃឡូរបស់យើងនឹងប្រុងប្រយ័ត្នខ្លួនតែប៉ុណ្ណោះហើយយើងកាត់មកមើលសាលប្រជុំមួយដែលក្នុងនោះមានវត្តមានរបស់ចៅហ្វាយក្រុងនិងគូដែលប្រឆាំងជាមួយនឹងគាត់ដូចគ្នាដែលភ្លាមហ្នឹងគឺចៅហ្វាយក្រុងមួយហ្នឹងមានការខឹងច្រឡោតជាមួយនឹងបុរសម្នាក់នេះជាខ្លាំងដោយសារតែគិតថាបុរសម្នាក់នេះចាប់កូនប្រុសរបស់គាត់នឹងយកទៅឃុំទុកនឹងឯងចំណែកមកផៃឡូរបស់យើងវិញបន្ទាប់ពីសួរស្ត្រីម្នាក់នោះមិនទាន់បានចម្លើយអីពិតប្រាកដនឹងគាត់ក៏បានមកផ្សារដើម្បីទិញវត្ថុមួយចំនួនដើម្បីទៅជួបជាមួយនឹងស្ត្រីមេធ្មប់ដែលជាមេធ្មប់ចិត្តអាក្រក់ម្នាក់នេះឯងដែលយើងឃើញបានចូលដៃចូលជើងជាមួយនឹងប្រពន្ធរបស់ចៅហ្វាយក្រុងហ្នឹងអ្នកនរគ្នាដើម្បីមកសួរនាំពីប្រវត្តិរបស់បិសាចដែលគាត់បានឃើញនោះក៏ដូចជាតើសត្វចម្លែកបិសាចមួយហ្នឹងវាជាអ្វីពិតប្រាកដហ្នឹងឯងហើយភ្លាមហ្នឹងគាត់ក៏បាននិយាយដែរឲ្យតាស្ត្រីម្នាក់ហ្នឹងប្រាប់ពីគាត់និងប្រាប់ពីតម្រុយផ្សេងៗហ្នឹងគាត់នឹងឲ្យស្ត្រីម្នាក់ហ្នឹងគ្រប់យ៉ាងទាំងអស់ហើយភ្លាមហ្នឹងស្ត្រីម្នាក់ហ្នឹងដែលជាមេធ្មប់ចិត្តអាក្រក់ហ្នឹងក៏បានយកស្មៅអ្វីមួយយ៉ាងហ្នឹងយកមកអុជភ្លើងហើយបង្កើតទៅជាផ្សែងហើយគាត់ក៏បានពង្វក់ស្វារតីតួប្រុសរបស់យើងដែលជាផៃឡូហ្នឹងឲ្យឃើញថាគាត់ហ្នឹងគឺជាស្ត្រីផ្សេងដែលផៃឡូរបស់យើងធ្លាប់តាក់ទងពីមុនមកនឹងឯងដើម្បីអូសកាឡាជាមួយនឹងផៃឡូរបស់យើងហើយចំណែកផៃឡូរបស់យើងដោយសារតែត្រូវវិតាមុនថ្នាំស្មៅសណ្ដំនឹងផងហើយរវើរវាយមកដឹងស្អីផងហ្នឹងទីបំផុតហ្នឹងគាត់ក៏បានបកលខ្លួនប្រាណទៅឲ្យស្ត្រីមេធ្មប់ម្នាក់នោះបាត់ទៅដើម្បីតែការងារធ្វើឲ្យបរិសុទ្ធអ្នកនេះហ៊ានលះបង់អ្វីគ្រប់យ៉ាងទាំងអស់បន្ទាប់ពីនោះផៃឡូរបស់យើងក៏ភ្ញាក់ដឹងខ្លួនមកស្របពេលស្ត្រីម្នាក់នោះហ្នឹងគឺបានចាត់ការគាត់រួចបាត់ទៅហើយបន្ទាប់ពីនោះហ្នឹងស្ត្រីដែលជាមេធ្មប់ហ្នឹងក៏បានណាត់ផៃឡូរបស់យើងថាឲ្យមកជួបគាត់ម្ដងទៀតនៅថ្ងៃស្អែកគាត់នឹងប្រាប់ពីតម្រុយផ្សេងនៃសត្វចម្លែកមួយនោះទៅកាន់គាត់ផងដែរចំណែកមកមើលវិញ្ញាណរបស់យើងវិញក៏ត្រូវបានក្រុមការងារដែលជាបពប្រឆាំងនេះចាប់វត្តមានវិញ្ញាណហ្នឹងមកបំរុងនិងទម្លាក់ទៅក្រោមផងដែរដោយសារតែពួកគេចាប់បានថាវិញ្ញាណរបស់យើងគឺធ្លាប់និយាយចរចាគ្នាជាមួយនឹងផៃឡូដែលជាប៉ូលីសនោះឯងដោយពួកគេគិតថាវិញ្ញាណរបស់យើងហ្នឹងគឺជាជនបង្កប់ដែលធ្វើការឲ្យប៉ូលីសធ្វើអីអញ្ចឹងណាអ្នកនរគ្នាដោយពួកគេមិនទាន់ដឹងថាការពិតពីអ្នកហ្នឹងមានប្រវត្តិស្នេហាជាមួយគ្នានោះទេចំណែកឯលោកចៅហ្វាយក្រុងវិញពេលនេះក៏បានចាប់វត្តមានបរិសុទ្ធម្នាក់ដែលជាបពប្រឆាំងនឹងគាត់ហ្នឹងយកមកដើម្បីឃុំហើយធ្វើការសួរនាំផងដែរដោយសារតែគាត់អស់ជំរឿហើយដូច្នេះនៅពេលដែលគាត់ធ្វើការឃុំធ្វើការអីហ្នឹងក៏គាត់ប្រើអំពើហិង្សានឹងការសួរចម្លើយជាខ្លាំងផងដែរចំណែកឯប្រពន្ធរបស់គាត់ក៏បានយកទឹកមួយទៅឲ្យបរិសុទ្ធម្នាក់នោះផងដែរដើម្បីលួងលោមហើយសួរព័ត៌មានអីចឹងណាប៉ុន្តែនៅពេលដែលបរិសុទ្ធម្នាក់នោះផឹកហ្នឹងក៏ដឹងថាការពិតនៅក្នុងតែមួយនេះគឺជាថ្នាំពុលដែលធ្វើឲ្យគាត់ហ្នឹងដេកដួលស្លាប់នៅទីនោះភ្លាមតែម្ដងបន្ទាប់ពីនោះស្ត្រីដែលជាប្រពន្ធរបស់ចៅហ្វាយក្រុងហ្នឹងក៏បានរត់មកប្រាប់ចៅហ្វាយក្រុងហ្នឹងថាបរិសុទ្ធម្នាក់នោះហ្នឹងគឺមិនអាចទ្រាំទ្រនឹងអាទណ្ឌកម្មដែលចៅហ្វាយក្រុងហ្នឹងធ្វើនោះទេទើបគាត់ស្លាប់ក៏ពិតគាត់អ្នកដាក់ថ្នាំបំពុលសម្រាប់ចោលសោះហើយចំណែកស្ត្រីម្នាក់នោះហ្នឹងក៏បានប្រាប់ចៅហ្វាយក្រុងដែរថាទីបំផុតហ្នឹងគាត់អាចរកឃើញវត្តមានកូនប្រុសរបស់គាត់ហើយក៏ពិតរឿងទាំងអស់នេះគឺជាផែនការរបស់ប្រពន្ធចៅហ្វាយក្រុងហ្នឹងឯងគឺគាត់ចង់សម្រាប់បរិសុទ្ធនោះបំបត្តិផោះតាំងចោលក៏ពិតគាត់ជាអ្នកចាប់កូនប្រុសរបស់ខ្លួនយកមកឃុំឃាំងនេះទេហើយនៅពេលដែលកូនប្រុសម្នាក់នោះត្រូវបានប៉ូលីសដោះលែងឲ្យមកជួបជាមួយនឹងឪពុកវិញហ្នឹងកូនប្រុសម្នាក់ហ្នឹងក៏បានចាំសំឡេងសម្រុកជើងដែលគាត់ធ្លាប់ឮតាំងពីគេចាប់ខ្លួនគាត់ហើយត្រូវបានគ្របក្បាលអ្នកនរគ្នាអញ្ចឹងគឺគាត់
ស្ដាប់អាសំឡេងសម្រុកជើងដែលមានស្ត្រីម្នាក់ដើរជុំវិញគាត់ហ្នឹងហើយពេលនេះគឺគាត់ឮសំឡេងសម្រុកជើងមួយនឹងទៀតហើយនៅពេលដែលគាត់ងាកទៅខាងក្រោយហ្នឹងគឺជាម្ដាយរបស់គាត់នឹងឯងតែម្ដងហើយរឿងនេះហើយធ្វើឲ្យគាត់ចាប់ផ្ដើមមានការសង្ស័យទៅលើស្ត្រីដែលជាម្ដាយនេះចំណែកឯវិញ្ញាណរបស់យើងវិញពេលនេះក៏ត្រូវបានក្រុមប្រឆាំងដែលជាមេដឹកនាំរបស់គាត់ហ្នឹងឲ្យគាត់នឹងមកសម្រាប់បរិះម្នាក់ផងដែរដើម្បីលុបលាងរឿងបញ្ជាក់ភាពស្អាតស្អំរបស់វិញ្ញាណរបស់យើងហើយវិញ្ញាណរបស់យើងក៏បានមកសម្រាប់បរិះម្នាក់នោះតាមការបញ្ជាពិតប្រាកដមែនប៉ុន្តែដំបូងហ្នឹងវាមិនងាយស្រួលដូចអ្វីដែលគាត់គិតនោះទេដោយសារតែបរិះម្នាក់នេះដឹងពីផែនការនៃការមកសម្រាប់របស់វិញ្ញាណរបស់យើងដូចគ្នាហើយគាត់ក៏មានកម្លាំងខ្លាំងផងដែរប៉ុន្តែនៅពេលដែលប្រវាយបន្តគ្នាបានមួយសន្ទុះហ្នឹងវិញ្ញាណរបស់យើងក៏មានឱកាសចាក់ចំស្លាប់បរិះម្នាក់នោះឲ្យធ្វើឲ្យបរិះម្នាក់នោះធ្លាក់ចុះទៅខាងក្រោមបាត់ទៅបន្ទាប់ពីនោះវិញ្ញាណរបស់យើងបានចុះទៅខាងក្រោមដើម្បីមើលសាកសពបរិះម្នាក់នោះដែរប៉ុន្តែត្រូវបានបរិះម្នាក់នោះងើបមកនិងលួចវាយពីក្រោយខ្នងដែលធ្វើឲ្យវិញ្ញាណរបស់យើងដួលចុះទៅខាងក្រោមហើយបន្ទាប់មកបរិះម្នាក់នោះក៏បានយកកត្រៃធំមួយហ្នឹងដើម្បីកាត់បំដាច់ក្បាលរបស់វិញ្ញាណរបស់យើងដែរប៉ុន្តែសំណាងល្អមែនទែនត្រូវបានផៃឡូរបស់យើងមកទាន់ហើយធ្វើការបាញ់សម្លាប់បរិះម្នាក់នោះឲ្យស្លាប់នៅកន្លែងនោះបាត់ទៅបន្ទាប់ពីនោះពួកគេទាំងពីរនាក់ក៏បានយកសាកសពបរិះម្នាក់នោះទៅទម្លាក់ចោលនៅក្នុងអណ្ដូងដើម្បីបំបត្តិភ័ស្តុតាងកុំឲ្យមានអ្នកណាតាមរកឃើញផងដែរហើយសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់វគ្គ4នៅចំណុចនេះផងដែរគឺក្រោយនៅពេលដែលវិញ្ញាណរបស់យើងនឹងសោកស្ដាយជាមួយនឹងទង្វើដែលគាត់បានធ្វើជាខ្លាំងដោយគាត់បានសម្លាប់គេហៅថាពពួកជាប្រភេទ furry ដូចគ្នាអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងធ្វើឲ្យវិញ្ញាណរបស់យើងមានការសោកសៅជាខ្លាំងផងដែរដូច្នេះភាគ4របស់យើងបានកាត់បញ្ចប់នៅកន្លែងនេះហើយអញ្ចឹងរងចាំទស្សនាភាគ5ទាំងអស់គ្នាបន្ថែមទៀតបាយបាយ